បាទសូមគោរពជម្រាបសួរទស្សនិកជនទាំងអស់គ្នាថ្ងៃនេះគឺយើងមានវីដេអូមួយដើម្បីជាការចែកម្លែកបទពិសោធន៍ពីអតីតនិស្សិតដែលគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបណ្ដាសាខាខេត្តសៀមរាបអូខេអញ្ចឹងយើងសូមទៅជួបគាត់ទាំងអស់គ្នាដើម្បីធ្វើកិច្ចសម្ភាសជាមួយនឹងសំណួរខ្លះៗដើម្បីឲ្យគាត់ចែកម្លែកលើការសិក្សាទាំងបទពិសោធន៍ការងារបាទសួស្តីម៉ារីចាជម្រាបសួរលោកគ្រូបាទសួស្តីណាអញ្ចឹងម៉ារីសូមជួយណែនាំខ្លួនបន្តិចបានទេចាខ្ញុំបងជម្រាបសួរដល់លោកគ្រូហើយនឹងជម្រាបសួរដល់អ្នកដែលកំពុងតែទស្សនានៅវីដេអូនេះដូចគ្នាហើយនឹងខ្ញុំឈ្មោះពឿនម៉ារីជាអតីតនិស្សិតនៅសាកលវិទ្យាល័យបណ្ដាសាខាខេត្តសៀមរាបហើយខ្ញុំបានបញ្ចប់នៅក្នុងឆ្នាំ2022ចឹងបច្ចុប្បន្នខ្ញុំជាគណនេយ្យករនៅក្នុងអង្គការមូលនិធិទន្លេនៃជីវិតនៅកម្ពុជាហើយចំពោះខ្ញុំចូលចិត្តនៅខាងការងារគណនេយ្យនិងការគ្រប់គ្រងហិរញ្ញវត្ថុបាទអរគុណច្រើនណាម៉ារីបាទម៉ារីគ្រូចង់សួរបន្តទៀតពាក់ព័ន្ធជាមួយនឹងចំណុចមួយចំនួនដែលម៉ារីបានបន្តការសិក្សាហើយនឹងក៏បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបណ្ដាសាខាខេត្តសៀមរាបអញ្ចឹងតើអ្វីដែលជាមូលហេតុដែលម៉ារីជ្រើសរើសយករៀនជំនាញគណនេយ្យចាអរគុណលោកគ្រូសម្រាប់សំណួរចឹងសម្រាប់ខ្ញុំផ្ទាល់កាលពីខ្ញុំនៅរៀនវិទ្យាល័យចឹងខ្ញុំជាម្នាក់ដែលចូលចិត្តខាងផ្នែកគិតលេខហើយគណិតវិទ្យាគឺជាមុខវិជ្ជាដែលខ្ញុំចូលចិត្តជាងគេចឹងខ្ញុំក៏បានទៅដើមគិតឡើងវិញថាតើមានជំនាញអ្វីដែលខ្ញុំអាចជ្រើសរើសនៅសាកលវិទ្យាល័យហើយទាក់ទងទៅនឹងផ្នែកដែលខ្ញុំចូលចិត្តចឹងក៏ខ្ញុំបានជ្រើសរើសយកជំនាញគណនេយ្យនៅសាខាសៀមរាបអញ្ចឹងសម្រាប់ជំនាញខ្ញុំផ្ទាល់គឺខ្ញុំគិតថាវាមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជារបស់យើងហើយគ្រប់អង្គភាពទាំងអស់គឺសុទ្ធតែត្រូវការអ្នកកត់ត្រានៅគណនេយ្យទាំងអស់បាទអរគុណច្រើនមែនតើណាពាក់ព័ន្ធជាមួយនឹងតើបទពិសោធន៍ការសិក្សានៅសាលាបានជួយម៉ារីយ៉ាងដូចម្តេចខ្លះនៅពេលដែលម៉ារីបានបន្តការសិក្សានៅទីនេះនៅក្នុងការងារបច្ចុប្បន្នចាសម្រាប់បទពិសោធន៍ពីសាកលវិទ្យាល័យបណ្ដាអញ្ចឹងបទពិសោធន៍ហ្នឹងគឺខ្ញុំបានរៀនច្រើនអំពីការកត់ត្រារបាយការណ៍ហិរញ្ញវត្ថុឲ្យបានហ្មត់ចត់ហើយត្រឹមត្រូវទៅតាមបទបញ្ញត្តិហើយណាមួយទៀតគឺខ្ញុំបានរៀនអំពីការកត់ត្រានៅក្នុងប្រព័ន្ធកុំព្យូទ័រដូចជា QuickBooks ដូចជា Quick3 ជាដើមម៉ារីគ្រូមានសំណួរចង់សួរបន្តពាក់ព័ន្ធជាមួយនឹងតើការងាររបស់ម៉ារីជាគណនេយ្យករនាពេលបច្ចុប្បន្នមានភារកិច្ចធ្វើអ្វីខ្លះចាចំពោះការងារខ្ញុំជាគណនេយ្យករនៅក្នុងអង្គការអញ្ចឹងតួនាទីរបស់ខ្ញុំគឺជាការគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុសម្រាប់ការចំណូលចំណាយរបស់អង្គការទាំងមូលការកត់ត្រានៅរបាយការណ៍ប្រចាំថ្ងៃប្រចាំខែក៏ដូចជាប្រចាំឆ្នាំហើយនឹងការបំពេញពន្ធប្រចាំខែហើយនឹងប្រចាំឆ្នាំហើយមួយទៀតគឺខ្ញុំត្រូវតែច្បាស់ថាការកត់ត្រារបស់ខ្ញុំគឺពិតជាត្រឹមត្រូវហើយនឹងច្បាស់លាស់ទៅតាមបទបញ្ញត្តិទាំងអស់បាទអរគុណច្រើនពិតជាជំនាញមួយដែលល្អប្រសើរមែនទែនឃើញថាម៉ារីបានសិក្សានៅទីនេះហើយបានការងារជាគណនេយ្យករនៅក្នុងស្ថាប័នអង្គការមួយអូខេម៉ារីគ្រូមានសំណួរចង់សួរបន្តពាក់ព័ន្ធជាមួយនឹងពេលដែលម៉ារីចូលធ្វើការមានបញ្ហាប្រឈមអ្វីខ្លះក្នុងការងារហើយអាចដោះស្រាយបានទេនៅកំឡុងពេលធ្វើការហ្នឹងចាអរគុណលោកគ្រូអញ្ចឹងបញ្ហាប្រឈមដែលខ្ញុំជួបនៅក្នុងនាមជាគណនេយ្យករផ្ទាល់គឺជាការដែលកត់ត្រាខុសទិន្នន័យឬក៏ខុសផ្នែកណាមួយហើយចំពោះវិធានការនៃការដោះស្រាយរបស់ខ្ញុំគឺជាការដែលស្រាវជ្រាវទៅលើពិនិត្យមើលឡើងវិញទៅលើវិក័យប័ត្រដែលបានកត់ត្រាហើយនឹងជាពិសេសគឺការសហការរួមគ្នានៅក្នុងក្រុមការងារទាំងមូលបាទអរគុណច្រើនមែនតើបាទអញ្ចឹងអរគុណច្រើនម៉ារីសម្រាប់ការមកចែកម្លែកអំពីព័ត៌មានថ្ងៃនេះទាំងបទពិសោធន៍ការងារនិងការសិក្សារបស់ម៉ារីអញ្ចឹងសំណួរមួយចុងក្រោយចង់សួរម៉ារីថាម៉ារីមានពាក់ព័ន្ធជាមួយនឹងមានអ្វីដែលចង់ផ្ដាំផ្ញើទៅកាន់សិស្សប្អូនជំនាន់ក្រោយឬក៏អ្នកដែលចង់បន្តការសិក្សាជំនាញគណនេយ្យចាអញ្ចឹងចំពោះបងក្នុងនាមជាសិស្សបងនៅក្នុងសាកលវិទ្យាល័យបណ្ដាអញ្ចឹងចំពោះបងប្អូនដែលកំពុងតែមិនដឹងថាខ្លួនត្រូវជ្រើសរើសអ្វីនៅក្នុង
ការរៀននៅសាកលវិទ្យាល័យហើយបើសិនជាបងអូនមានចំណង់ចំណូលចិត្តដូចជាបងក្នុងការគិតលេខឬក៏ក្នុងការរៀបចំនៅទិន្នន័យផ្សេងៗអូនអាចជ្រើសរើសយកជំនាញគណនេយ្យហើយនៅសាខាវណ្ណដាអញ្ចឹងបើសិនជាសម្រាប់បងអូនដែលកំពុងតែសិក្សានៅវិទ្យាល័យវណ្ណដាផ្ទាល់ហើយបងលើកទឹកចិត្តឲ្យបងអូននៅតែបន្តក្នុងការដែលអត់ធ្មត់តស៊ូហើយនឹងកុំបោះបង់នៅក្នុងការសិក្សាបាទអរគុណច្រើនណាម៉ារីអញ្ចឹងក៏សូមអរគុណច្រើនចំពោះម៉ារីដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការមកចែកម្លែកទាំងបទពិសោធន៍ការងារទាំងការសិក្សាអញ្ចឹងសង្ឃឹមថាបងប្អូនគាត់នឹងបានឃើញហើយនឹងទទួលបានចំណេះដឹងពីការចែកម្លែកមួយនេះហើយយើងយកទៅវិភាគនិងគិតពិចារណាដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសជំនាញមួយឲ្យបានត្រឹមត្រូវហើយយើងចំណេញពេលវេលាចឹងគឺចំពោះវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនសាកលវិទ្យាល័យវណ្ណដាពិភពបណ្ដុះបណ្ដាលគណនេយ្យសវនកម្មពន្ធដា Digital និងស្រាវជ្រាវតែមួយគត់សម្រាប់លោកអ្នក